បាទគ្រប់គ្រងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើនៅដំណើរឆ្នាំយន្តនៅថ្ងៃទី16ខែ10ឆ្នាំ2025មកចែកជូនអ្នកទាំងអស់គ្នាដើម្បីទៅធ្វើការលេខសងស្នាមទាំងអស់គ្នាបន្តទៀតផងដែរនៅថ្ងៃហ្នឹងបាទអញ្ចឹងនៅថ្ងៃហ្នឹងគឺលេខអុកខ្ទង់របស់យើងគឺយើងមាន2ខ្ទង់គឺមានខ្ទង់60ក៏ដូចជាខ្ទង់9ទាំងអស់នេះបាទអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់មើលតាមដាននៅដំណើរខ្ញុំនៅថ្ងៃទី16ហេងហេងទាំងអស់គ្នាបានសុំហ្នឹងថ្ងៃទី15អត់បានចូលទេអធ្យាស្រ័យអញ្ចឹងថ្ងៃទី16សង្ឃឹមថាហេងហេងទាំងអស់គ្នាខ្ទង់60ដូចជាខ្ទង់9ទាំងអស់គ្នាបាទអញ្ចឹងនៅថ្ងៃហ្នឹងខ្ទង់60គឺមាន2គ្រាប់បាទមាន61 64បាទអញ្ចឹងស្រឡាញ់60គឺអស់60អស់60បុក61 64អញ្ចឹងទៅសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ខ្ទង់9គឺអស់ខ្ទង់9ហើយបុក9គឺមាន94 95ពុកម៉ែបងប្អូនមកលេខល្អអញ្ចឹងលេខត្រឡប់ខ្ទង់60នឹង9មានដូចជាលេខ16 46 49 59មកចំពោះលេខតូច12លេខនៅថ្ងៃទី16យ៉ាងនេះរីឯលេខធំ13លេខគឺមានចំនួនតែ2គ្រាប់ទេបាទលេខធំទី1គឺលេខរៀងតែម្ដងទាំងអស់នេះមក345មក345ទាំងអស់នេះលេខចាក់គុណណាទាំងអស់នេះនិងលេខធំមកចុងក្រោយនោះគឺលេខ837ពុកម៉ែបងប្អូនទាំងអស់គ្នាគឺលេខចាក់គុណអញ្ចឹងស្រឡាញ់មួយណាគឺពុកម៉ែបងប្អូនអាចរើសតែខ្លួនឯងបានបាទលេខធំក៏ជាលេខតូចហើយម៉ោងផ្សងសនាមាន3ម៉ោងបាទគឺមានម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីគឺឆ្នោតយួនបងប្អូននេះបាទអញ្ចឹងស្រឡាញ់ម៉ោងណាគឺពុកម៉ែបងប្អូនអាចទាំងអស់គ្នាអាចលេងម៉ោងកំសាន្តម៉ោងនឹងបានបាទជាចុងក្រោយកុំភ្លេចចុច comment លេខ168ចុចសញ្ញាមេដៃដាច់ឡើងលើទាំងអស់គ្នាម្នាក់មួយផងថ្ងៃទី16ខែ10ឆ្នាំ2025ជួបគ្នានៅថ្ងៃទី17ខែ10ឆ្នាំ2025នៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានៅម៉ោងដដែលគណៈពេលនេះសូមគោរពលាបាយបាយពុកម៉ែបងប្អូនអរគុណផងដែរបាទ